បាទឥឡូវនិយាយពីរឿងថៃធ្វើរបងអស់ពីធ្វើរបងនៅតំបន់ប្រាសាទតាក្របីយករូបបដិមាដាក់នៅទីផ្សេងឈូសឆាយធ្វើផ្លូវគ្រប់កន្លែងនិយាយទៅជុំវិញព្រំដែនណាឥឡូវរបងព្រំដែននៅម្ដុំស្រុកណែកំរៀងនៅឯខេត្តបាត់ដំបងភ្នំព្រឹកអីណានោះគឺធ្វើបាន45%គម្រោង100គីឡូម៉ែត្របានន័យថាបាន45%ទៅហើយដូច្នេះ រឿងនេះគឺធ្វើដោយឯកតោភាគីនៅពេលដែលយើងមានចំនួនថៃប្រឹងធ្វើរឿងមួយដែលជារឿងអគុណធម៌អសិលធម៌បំផុតក៏ប៉ុន្តែដឹងច្បាស់ថាខ្មែរមិនអាចធ្វើអីថៃបានដូច្នេះថៃចិត្តតែបន្តធ្វើរឿងនេះតទៅទៀតទៅបាទឥឡូវនេះយើងចូលដល់រឿងយោធាថៃដាក់បំរាមគោចរនៅឯតំបន់ភូមិជោគជ័យបាទនៅភូមិជោគជ័យដែលជាភូមិខ្មែរដែលដំបូងឡើយថៃយកបានប្រជាពលរដ្ឋថៃចេញចូលអីបានឥឡូវនេះលែងឲ្យចូលទៅទៀតបាទគឺនៅក្នុងតំបន់ភូមិជោគជ័យហ្នឹងថៃបានដាក់បំរាមគោចរតាំងពីថ្ងៃទី28មកម៉េះ2ថ្ងៃហើយថ្ងៃនេះគឺជាថ្ងៃទី3ហើយ28 29 30បាទចូលជាធរមានកាលពីថ្ងៃទី8ឥឡូវនេះថ្ងៃទី30គឺគេដាក់បំរាមគោចរចន្លោះបង្គោលលេខ46និង47បាទបំរាមគោចរហ្នឹងមែនតើមិនគ្របដណ្ដប់លើផ្ទៃភូមិជោគជ័យទាំងមូលទេប៉ុន្តែនៅតំបន់ដែលប្រទីងប្រទងគ្នាខ្លាំងមែនតើគឺនៅបង្គោលលេខ46ដល់លេខ47ដែលយើងដឹងហើយគឺដែលថៃគេថាយោធាថៃនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនហ្នឹងថាដោយសារតែដើម្បីរក្សាសុវត្ថិភាពសន្តិសុខព្រោះប្រហែលថ្ងៃចុងក្រោយហ្នឹងមានមនុស្សចម្លែកប្លែកមុខច្រើនដែលចេញចូលទៅក្នុងតំបន់បង្គោលព្រំដែនលេខ46ដល់លេខ47ហ្នឹងទៅថតរូបដើម្បីយកមកបង្ហោះតាមបណ្ដាញសង្គមអីអញ្ចឹងដូច្នេះថៃគេអះអាងយកលេសហ្នឹងថាដើម្បីរក្សាសន្តិសុខសុវត្ថិភាពដល់អ្នកភូមិជោគជ័យរបស់ថៃផងនិងទាហានថៃផងនិងអ្វីៗផ្សេងទៀតហ្នឹងក៏គេចេញជាបម្រាមគោចរបាទភូមិជោគជ័យនេះគឺស្ថិតនៅក្នុងព្រំប្រទល់ជាប់គ្នាក្នុងដីខ្មែរខេត្តបន្ទាយមានជ័យជាប់នឹងខេត្តស៊ីសាកេតប្រទេសថៃបាទហើយឥឡូវនេះបន្ថែមឲ្យលើការដែលបិទបម្រាមគោចរក្នុងចន្លោះបង្គោលលេខ46ដល់លេខ47ហ្នឹងគឺគេចាប់ផ្ដើមធ្វើរបងរាយបាឡាលួសនៅពីបង្គោលលេខ40ដល់លេខ41ផងដែរហ្នឹងថៃគឺគេប្រាប់ថាទប់កុំឲ្យមានឆ្លងដែនខុសច្បាប់អីណាទៀតបាទស្អីទៅបំរាមគោចរឲ្យគេដាក់ម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបងប្អូនបំរាមគោចរនេះគឺមែនទែនពាក្យថាបំរាមគឺការហាមឃាត់គោចរបាទគោចរនេះគឺការធ្វើដំណើរមិនមែនសម្រាប់សត្វគោដើរទេគឺមនុស្សដើរបាទគោចរនេះគឺការធ្វើដំណើរដើម្បីទៅរកអាហាររកអីហ្នឹងកាលពីពាក្យនៅក្នុងភាសាបាលីសំស្ក្រឹតហ្នឹងគឺគេនិយាយសំដៅទៅលើបព្វជិតសាសនាទៅរកអាហារត្រាច់ចរទៅទីផ្សេងអីចឹងណាអញ្ចឹងពាក្យថាបំរាមគោចរនេះគឺជាពាក្យមួយដើម្បីឃាត់ឃាំងការធ្វើដំណើរហ្នឹងហើយអញ្ចឹងអ្នកដែលធ្វើដំណើរពីម៉ោង6ព្រឹកដល់ម៉ោង7យប់គឺបានន័យថាគេហាមបម្រាមនេះគឺដាក់ពីម៉ោង7យប់សំទោសពីម៉ោង7យប់ដល់ម៉ោង7ព្រឹកចាំបានន័យថាពេលថ្ងៃអាចធ្វើដំណើរបានតែពេលយប់ចន្លោះពីម៉ោង6ថ្ងៃលិចទៅហ្នឹងដល់ម៉ោង6ព្រឹកថ្ងៃរះវិញហ្នឹងគឺមិនអាចធ្វើដំណើរនៅក្នុងចន្លោះបង្គោលលេខ46ដល់លេខ47នឹងបានទេថៃនៅតែប្រកាន់ជំហរថាបម្រាមគោចរនេះគឺធ្វើដើម្បីចាត់វិធានការការពារសន្តិសុខកុំឲ្យអ្នកដែលទៅថតរូបឬក៏ទៅផលិតមាតិកាអីដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចការសម្ងាត់យោធាថៃអីអញ្ចឹងតាមពិតនេះគឺជាល្បិចរបស់ថៃបន្ថែមទៀតដើម្បីធ្វើឲ្យអាដីដែលយកបានពីខ្មែរនឹងហើយគឺទៅថតក៏មិនបានទៅក្បែរក៏មិនបានដែរបាទឥឡូវនេះគឺយើងស្លេះរឿងនេះប៉ុណ្ណេះចិនសិនចុះព្រោះអីរឿងថៃកំពុងតែសម្រុកធ្វើកិច្ចការងាររំលោភយកដីខ្មែរកម្ពុជាខ្លួនឯងដែលជារាស្ត្រម្ចាស់ដីឯនេះវិញហ្នឹងគឺរវល់នឹងបញ្ហាខ្លួនឯងមិនចេះចប់គឺបញ្ហា100ចម្ពោះអំពើហិង្សាក្នុងគ្រួសារអំពើហិង្សាក្នុងសង្គមពាក្យជេរបតិចអសុរោះបាតផ្សារពើពុករលួយកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិ scam អនឡាញរឿងអីហ្នឹងឥឡូវនេះប្រហែលថ្ងៃនេះគឺយើងវល់នឹងរឿងអំពើហិង្សាដែល
រកម្មចិត្តមែនតើបងប្អូនអំពើហិង្សាកើតឡើងម្ដងហើយម្ដងទៀតដែលយើងដឹងហើយថាអំពើហិង្សាគឺជាជំងឺរ៉ាំរ៉ៃនៅក្នុងសង្គមខ្មែរតាំងពីយូរអើយមកម្លេះព្រោះអីខ្មែរយើងមានទម្លាប់មិនខុសពីជាតិសាសន៍អាស៊ីផ្សេងទៀតជាច្រើនដែរដែលយកអំពើហិង្សាជាដំណោះស្រាយណាគឺអប់រំក្នុងគ្រួសារប្តីវាយប្រពន្ធម្ដាយវាយកូនជីដូនវាយចៅ រហូតទាល់តែយើងដឹងហើយកាលពីសម័យពីដើមឡើយណានៅស្រុកខ្មែរយើងហ្នឹងក៏មានច្បាប់ដែរសួរអ្នកប្រាជ្ញអ្នកបណ្ឌិតកវីច្បាប់បើថារហនរណាសួរអឺនរណាមិនបានទៅសួរលោកសាស្ត្រាចារ្យច្បាប់ហ៊ីសុភាពួកគាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំសភាលើកណានោះគាត់ថាច្បាប់ខ្មែរកាលពីដើមឡើយគឺគេអនុញ្ញាតឲ្យប្រពន្ធដើមវាយប្រពន្ធចុងទី1បាន ឬក៏ប្តីប្រពន្ធឬក៏ឪពុកម្ដាយនោះវាយកូនរៀបដូចកន្ទេលអញ្ចឹងដើម្បីអប់រំប្រៀនប្រដៅច្បាប់អនុញ្ញាតអញ្ចឹងច្បាប់យើងចម្លែកដែរក៏ប៉ុន្តែសម័យនេះលែងមានច្បាប់អស់ហ្នឹងហើយឥឡូវនេះថ្ងៃនេះខ្ញុំមាននីតិច្បាប់ខ្លីមួយដែលនិយាយអំពីអំពើហិង្សាហើយតើមានច្បាប់ណាអនុគ្រោះចំពោះអំពើហិង្សាដែរឬទេបាទការដែលចែករំលែកបទពិសោធន៍ឬក៏ការអប់រំផ្លូវច្បាប់បន្តិចបន្តួចនេះគឺគ្រាន់តែជាការដាស់តឿនសតិបងប្អូនខ្មែរយើងទាំងអស់ឲ្យយល់ថាអំពើហិង្សាទោះក្នុងទម្រង់ណាក៏ដោយគឺជាអំពើខុសច្បាប់អត់មានចរចាអីទាំងអស់អត់មានពិភាក្សាអត់មានជជែកអត់មានសំទោសអត់មានដោះស្រាយអត់មានវែកញែកអីទៀតទេព្រោះអី តកតងនឹងរឿងអំពើហិង្សាវាវាច្បាប់គឺគេហាមមកអញ្ចឹងហើយបើសិនជាច្បាប់ហាមបានន័យថាជាអ្នកដែលប្រព្រឹត្តល្មើសច្បាប់គឺជាបទល្មើសហើយបងប្អូនសួរថាវាយកូនខុសដែរវាយព្រានប្រដៅឲ្យល្អខុសដែរស្ដីជេរធ្វើទរណកម្មដាក់ទណ្ឌកម្មតិចតួចដើម្បីអប់រំឲ្យកែខ្លួនអប់រំឲ្យល្អខុសដែរការដែលចង់ឲ្យកូនល្អចង់ឲ្យអ្នកណាល្អនៅក្នុងសង្គមអត់ខុសទេគឺជាអំពើបុណ្យប៉ុន្តែអត់អាចយកអំពើបាបយកទៅលាយឡំបានទេព្រោះអាហ្នឹងជាក្រូចនឹងប៉មអញ្ចឹងថ្ងៃនេះខ្ញុំលើកយកករណីមួយតាក់ទងនឹងលោកខឿនសូឡាដែលហៅ K01 ដែលជាអតីតអ្នករាយការណ៍ព័ត៌មាន MMO អនឡាញ K01 TV អនឡាញដែលក្រសួងដកអាជ្ញាប័ណ្ណបាត់ទៅហើយតាំងពីឆ្នាំ2021ក៏ប៉ុន្តែក្រោយមកដោយគាត់បានល្បីបន្តិចទៅគឺគាត់ចាប់ផ្ដើមរករបរទទួលទានផ្នែកលក់ដូរដីធ្លីពុះដីឡូលក់អីចឹងទៅឥឡូវមកលក់ឡានលក់អីចឹងទៅថ្មីនេះបងប្អូនឃើញហើយរូបភាពនៃការទះកំភ្លៀងក្មេងប្រហែលជារងឥទ្ធិពលនៃគ្រឿងញៀនម្នាក់ដែលគាត់បង្ខំឲ្យលុតជង្គង់សំពះក្រាបថ្វាយបង្គំម្ដាយគាត់3ដងអីចឹងហើយថតផ្សាយជាសាធារណៈបងប្អូនមួយចំនួនថានេះជាអំពើល្អរបស់លោក K01 នៅក្នុងការទះកំភ្លៀងព្រានប្រដៅដើម្បីឲ្យក្មេងនឹងដាច់ថ្នាំដាច់អីអញ្ចឹងព្រោះគាត់យកក្មេងដែលទំនើងក្មេងអីហ្នឹងយកមកទំនុកបំរុង30 40 50នាក់អីនោះនៅកន្លែងលក់ឡានរបស់គាត់ហ្នឹងយកមកឲ្យជួយលក់ឡានលក់អីទៅកែក្មេងទាំងអស់នោះផងអញ្ចឹងមានការជជែកវែកញែកច្រើនណាស់នៅក្នុងបណ្ដាញសង្គមមានអ្នកខ្លះចេញមុខជាប្រធានគណៈបកផងជាអ្នកដែលខ្លះជា MMO ផ្សេងហ្នឹងដែលគេស្និទ្ធស្នាលធ្លាប់ស្គាល់លោក K01 ហ្នឹងចេញមកការពារគ្នាយ៉ាងប្រសើរខ្ញុំថានេះជាអំពើមួយដែលគួរឲ្យកោតសរសើរដែរនៅក្នុងការដែលសាមគ្គីជួយគ្នាក្នុងគ្រាក្រជួយគ្នាក្នុងគ្រាលំបាកការពារគ្នានៅពេលដែលមានរឿងល្អប៉ុន្តែអស់លោកទាំងអស់នេះសុទ្ធតែអជ័យធ្លាក់ទឹកទេនៅពេលដែលគេរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមានតែហៃអើឲ្យចេញលិខិតចង់ឲ្យជនរងគ្រោះនឹងលលាយទៀតបានន័យថាមនុស្សម្នាក់ដែលត្រូវគេរំលោភដល់ទៅពេលយើងនាំគ្នាចេញសារទៅនាំគ្នាថ្កោលទោសនារីត្រូវគេរំលោភនោះថាមកពីស្លៀកខ្លីអីអញ្ចឹងនេះចរិតរបស់ពួកគាត់កន្លងមកគឺអញ្ចឹងតកតងនឹងសិទ្ធិមនុស្សប្រជាធិបតេយ្យទៅទុកបុកម្នេញក្រុមប្រឆាំងអីនៅក្នុងស្រុកខ្មែរចលនាមេដាធម្មជាតិឬសកម្មជនតវ៉ាអីតកតងនឹងរដ្ឋាភិបាលដែលប្រព្រឹត្តខុសអីហ្នឹងគឺពួកគាត់ជួយជន់ថែមរហូតទេប៉ុន្តែដល់ពេលត្រូវគ្នាគាត់ចាប់ផ្ដើមចេញមកការពារ
ទាំងបង្ហាញភាពសាមគ្គីមួយគួរឲ្យភ្ញាក់ផ្អើលហើយព្រឺខ្លាចហើយព្រួយបារម្ភទៀតព្រួយបារម្ភនោះត្រង់ថាយើងនាំគ្នាការពារអំពើខុសណាខ្ញុំមិនខាត់ខាំងបងប្អូននៅក្នុងការជួយជ្រោមជ្រែងគ្នាទេក៏ប៉ុន្តែយើងត្រូវចាំឲ្យច្បាស់ថាគ្មានច្បាប់ណាទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិអនុគ្រោះចំពោះអំពើហិង្សាទេហិង្សាប្រភេទណាក៏ដោយអញ្ចឹងថ្ងៃនេះលោក K01 ឥឡូវនេះនៅពេលដែលលោកជួននរិនដែលជាស្នងការនគរស្នងការរងនគរបាលចាំផ្ទៃប្រទេសនិងជាស្នងការរាជធានីភ្នំពេញបានហៅទៅកោះសាកសួរហើយក៏បានខាត់ខ្លួនបាទតាក់ទងនឹងការប្រព្រឹត្តអំពើហិង្សាយើងមិនទាន់ឃើញប័ណ្ណចោទអីយ៉ាងណាទេតែឃើញរូបលោកK01 ហ្នឹងត្រូវបាននគរបាលថតវាស់កម្ពស់ហើយកសាងសំណុំរឿងបញ្ជូនខ្លួនទៅជំនុំជម្រះនៅតុលាការរឿងនេះទុកឲ្យតុលាការចាត់ការប៉ុន្តែយើងដឹងហើយថាលោក K01 គាត់មានខ្សែគាត់មានខ្នងគាត់មានអន្តរាគមន៍អីអញ្ចឹងដូច្នេះករណីនេះវាអាចថាអាជ្ញាធរនឹងយកគាត់ទៅជំនុំជម្រះឬកាត់ទោសតម្រឹមឲ្យបានខ្លីឆាប់តាមដែលអាចធ្វើបានទៅដើម្បីទី1ទប់កំហឹងសាធារណជនទូទៅផងព្រោះច្បាប់នៅស្រុកខ្មែរយើងដឹងហើយស្តង់ដារយើងគឺមានរាប់រយនោះប៉ុន្តែបើអ្នកប្រព្រឹត្តជាក្រុមដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាជួនកាលជាការលំអធ្វើឲ្យគ្រប់កិច្ចអញ្ចឹងទៅដើម្បីស្អំចិត្តប្រជាពលរដ្ឋទៅឬក៏ដោះលែងទៅក៏បធូរបន្ថយអីសពបែបយ៉ាងប៉ុន្តែបើអ្នកប្រឆាំងវិញសំបីតែមួយថ្ងៃក៏អត់លើកលែងដែរបើជាប់6ឆ្នាំគឺ6ឆ្នាំហ្មងសំបីតែទោសហ្នឹងអត់មានទោសអីទេគឺទោសបញ្ចេញមតិតាមបណ្ដាញសង្គមដូចថាតកតងនឹងរឿងបញ្ហាសង្គមបញ្ហាបរិស្ថានអីអញ្ចឹងទៅអាហ្នឹងគឺទម្លាប់កន្លងមកអញ្ចឹងហើយជួនកាលដល់ថ្ងៃត្រូវដោះលែងអត់ដោះលែងទេកុំថាឡើយលើកលែងប៉ុន្តែបើក្រុមគ្នាគាត់រកកាឡាសម្រួលចេះឲ្យចេញមកមានអ្នកបញ្យលចេះទៅសំហេតុសំផលអីអញ្ចេះចឹងលាក់នឹងលាក់ទៅយូរទៅធូរទៅបាត់ទៅឥឡូវខ្ញុំនិយាយអំពីរឿងអំពើហិង្សាតើមានច្បាប់ណាអនុគ្រោះដែរឬទេគឺចម្លើយដ៏ខ្លីគឺអត់មានច្បាប់ណាអនុគ្រោះអំពើហិង្សាទេហេតុអីបានជាអត់មានច្បាប់អនុគ្រោះអំពើហិង្សាព្រោះនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌគឺបានចែងយ៉ាងច្បាស់ថាអំពើហិង្សាគឺជាអំពើដែលត្រូវហាមឃាត់ហើយមានច្បាប់ការពារជនរងគ្រោះទៀតយើងមានទាំងច្បាប់ស្ដីអំពីការកិច្ចការពារជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារយើងមានទាំងច្បាប់ស្ដីអំពីការជួយជនរងគ្រោះនៃអំពើអីផ្សេងនៅក្នុងការធ្វើអំពើហិង្សានិងក្រមព្រហ្មទណ្ឌខ្លួនឯងដែរដូច្នេះច្បាប់យើងនិយាយទៅច្បាប់ខ្មែរសម្បូរបែបណាស់ហើយមានគ្រប់គ្រាន់អត់មានចាំបាច់ទៅរកការកែធ្វើវិសោធនកម្មកែរដ្ឋធម្មនុញ្ញអីទៀតទេមិនបាច់ទេ